bên sắp ở lòng chơi bóng cần nông thà quạt vừa ca mùi nâng khang chôn chiết chân cả nâng cho miền xua đấy cần nông thà thưa cap này cái chôn chiết chân tờ bông nâng khang bao sầm ạt đà chả khang anh mày tại chỉ mùi bên đây có bên toàn lên cái này tên đây kia tì xong bên đây mau bên đây cục nhà oi mau đọc bên mauแบบบัดchân chân bên đây cục nhà đây dụng màn bên đây sàm cộtแต่ก็ริบการก็สลังគ្នាយើងក៏មិនទៅកាត់បង្ខំអីទេណាអត់មានបានបង្ខំអីទេគេស្រឡាញ់គ្នាពេញចិត្តរៀងខ្លួនក៏ការអីគេតែអត់មានបានបង្ខំអីទេចាណែបងមានបញ្ហាគេដែរបាត់កូនណាអូនចាបាត់កូនចាកូនបងដែលបាត់ហ្នឹងកូនប្រុសឯស្រីអូនចាបាត់កូនស្រីគាត់បាត់តំណឹងយូរនៅបានចាហ្នឹងហើយប្រមស្ដាប់ឲ្យយើងពួកគាត់កូនស្រីណាបងណាសិពីយើងបាត់កូនស្រីរបស់គាត់កាលពីដាក់មីក្រូយើងគីមកទីបងកាលពីកំពង់ខេ5យើងអាចតាក់ទងវាបានពីថ្ងៃទី12ខេ5តាំងពីថ្ងៃទី12មកយើងអាចតាក់ទងវាបានរហូតមកដល់ថ្ងៃទីមកដល់ខេ6ចូលខេ7ថ្ងៃទី12ថ្ងៃណាអូនចាអញ្ចឹងវាចន្លោះចូល2ខែដែលបាត់តំណឹងពីគាត់ទៅធ្វើការនៅឆ្ងាយពីផ្ទះបងឬក៏មិនដែរចាគាត់សុំមកធ្វើការអញ្ចឹងឲ្យវាមកធ្វើការរលុយអញ្ចឹងណាអូនមកធ្វើការនៅពេញធ្វើការនៅពេញតែចង់រដងពេលដែលរបៀបនេះអីអាសាឆាតមួយគ្នាទេសួរសុខទុក្ខអីធម្មតាកាលពីមុនយើងតាក់ទងធម្មតាដល់ពេលយូរទៅកាត់ប្លុក Facebook យើងប្លុកលេខយើងតាក់ទងវាអត់បានអញ្ចឹងដល់តែគាត់តាក់ទងពីយើងតាក់ទងបានហើយយើងតាក់ទងវាយើងតាក់ទងអត់បានអញ្ចឹងគាត់ប្លុកគាត់លេខតបលេខអីនិយាយឈ្មោះទាំងអស់ហ្មងឈ្មោះអីគេសុំឈ្មោះគាត់សិនណាបងឡនឈ្មោះពេញហ៎បងឈ្មោះពេញឈ្មោះឡនដល់ពេលគេហៅសប្តាហ៍ថ្ងៃហ្នឹងគេហៅលាក់ឡនហៅលាក់អញ្ចឹងឈ្មោះគាត់ក្រៅលេខគេហៅតែលាក់អញ្ចឹងអាយុម៉ានមិនក៏អាយុម៉ានចាគាត់អាយុម៉ានបង26អូន26ឆ្នាំសុំឈ្មោះបងម្ដាយសិនមកបងឈ្មោះអីគេបងជាម្ដាយឈ្មោះឡនម្ដាយឈ្មោះឡនឪពុកឈ្មោះអីឆេនបាទបងនៅខាងណាវិញខេត្តខាងស្ទូងអូនសុកស្ទូងកំពង់ធំភូមិអីគេបងខាងកាយាភូមិកាយាចាឃុំកាយាភូមិកាយាឃុំកាយាណាឃុំបាទឃុំកាយាជួបភូមិសង្វាតភូមិសង្វាតណាបងណាចាបាទហ្នឹងហើយអញ្ចឹងអាយុគាត់26ឆ្នាំណាបងណាចាអូនហើយសាប់ថាតាក់តើងអីអត់នាងគាត់តើអត់បានបងចេះតែភ័យចេះតែអារម្មណ៍ទាំងថាចង់តែស៊ូកូនថាកូននៅកន្លែងណាកូនឯងទេបរួមម៉េកូនឯងនៅកន្លែងណាកូនឯងសុខសប្បាយអត់កូនឯងទេបរួមម៉េចង់ដឹងសុខទុក្ខកូនកាលនោះគាត់ឡើងមកនោះគាត់ថាធ្វើការអីគេបងកាលពីមុនគាត់ថាគាត់ធ្វើការខាងក្រុមហ៊ុនចិនដល់ពេលយូរទៅគាត់ប្រាប់ខ្ញុំថាធ្វើការខាងផ្ទះមើលកូនធ្វើចំភើត្រីមេផ្ទះខាងចំភើចាដល់ពេលយូរទៅគាត់ថាវាធ្វើការរោងចក្រដូចថាវានិយាយត្រឡប់ទៅអញ្ចឹងណាអូនដូចមកហើយស្អាតទៅរហូតដល់ពេលម្ដាយហ្នឹងបាត់កូនរយៈចូល7 ខែហ្នឹងសឹងថាចង់ទៅប្រេះដើមទ្រុងនិយាយទៅបងស្ដាប់ទៅដូចមិនគាត់និយាយដូចគាត់លាក់រហូតហើយទៅបីទី Facebook លេខទូរស័ព្ទប្លុកចូលទាំងអស់តែពងអត់បានទេតែគាត់ឡើងមកដំបូងហ្នឹងគាត់ឡើងមកតាមណាគេនាំមកកាលពីមុនដំបូងកាត់សុំទៅឲ្យមកធ្វើការងារផ្ទះមីក្រូបងដាក់គេមកទីចាមកការងារផ្ទះក៏តម្លាក់លុយតម្លាក់អុយទៅធម្មតាដល់ពេលចូល2026ហ្នឹងរយៈ6 ខែអត់ដែលតម្លាក់លុយទៅលុយក៏មិនតម្លាក់ក៏ម៉ែក៏មិនចង់បានដែរលុយថាឲ្យតែកូនមកដល់ផ្ទះហ្នឹងហើយអូម៉ែសុំលុយបាញ់អុយ50រៀល40រៀល100អញ្ចឹងបាញ់អុយកូនចាយទៅបងនេះបាញ់លុយឲ្យគាត់ចាយវិញទៀតអុយតែកូនសុំឲ្យតែកូនសុំគាត់ថាកំពុងប្រជុំម៉ែថ្ងៃទី16ខ្ញុំទៅដល់ផ្ទះហើយកូនថ្ងៃទី16មកដល់ផ្ទះមកមិនរងចាំកូនអត់ជ្រីកទៅសុំលុយចេះតែអុយនឹកឃើញថាកូនទី1កូនមកក្រឹបនឹងឯងមិនស្មថាវាអត់ស្រឡាញ់ហើយម៉ែក៏មានម៉ែអត់មានប្តីគាត់ណាតែតាំងថាតែគិតម៉ែម្នាក់នេះចិញ្ចឹមកូនម្នាក់ឯងពុកគាត់ម្នាក់ឯងវាអត់គិតថាស្រឡាញ់កូនសឹងថាចឹងទីមិនអុយបាត់កូនទី1ទី1ហើយចុះការគាត់ឡើងមកនឹងបងមានតែធ្លាប់ឡើងមកថាសុំកន្លែងស្នាក់នៅគាត់នៅម្ដុំណាម្ដុំអីស្គាល់អត់ហ្មងអត់ដែរដូចបាត់ឈឹងចាមុនពេលបាត់តំណឹងថ្ងៃ12 ខែ 5ហ្នឹងមានគាត់និយាយអីផ្លាយឬក៏មានឆ្លោះគ្នាមួយបងអីអត់ដែរនិយាយអីផងទោះបីតែខ្ញុំយកសពឃើញកូនក៏អត់ដែរយកសពគាត់និយាយផ្លេចជាមួយខ្ញុំក៏អត់ដែរតែមានតោះសម្ដីអីមួយបងអត់ចិត្តអីគ្នាអត់ដែរមានទោះថាពាក្យសម្ដីអុយនិយាយថាកូនតាំងពីបង្កើតមកអត់ដែរបានថាជីកូនបានអត់ដែរទេទោះបីតែវាយក៏ខ្ញុំមិនដែរវាយដែរឃើញថាកូនសំណាប់ចិត្តទី1អោរត់ចូលតាំងពីនៅក្នុងពោះខ្ញុំមកខេបាទខ្ញុំអត់ដែរធ្វើឲ្យកូនអន់ចិត្តរបួសឲ្យកូនប្របាក់ចិត្តអត់ទេហ្នឹងគាត់មានផ្សាយលុយឲ្យកូនទៀតហ្នឹងបងប្អូនផ្សាយលុយឲ្យកូនវិញតែចង់និយាយទៀតដូចបងនិយាយថាមុនដែលបាត់តំណឹងហ្នឹងគាត់និយាយរៀងផ្លែកសុំទោសអាហ្នឹងបងស្ដាប់មើលទៅអាបែបផ្លែកហ្នឹងដូចគាត់កុហកឬក៏គាត់អាចប្រើប្រាស់សារធាតុញៀនអីអត់បងអាហ្នឹងបងនិយាយតែគិតតែនិយាយមិនផ្លែកទេចាំណានិយាយបែបអាដែលពីកំពង់ខេ5កាត់សុំបជីកណើត
សមវិជីកណិតក្នុងនៃសភៅគ្រួសារ អូ ខ្ញុំក៏បាញ់អោយតាំងពីបាញ់អោយតាំងពីថ្ងៃទី12ខែ5 គាត់ នេះ ឲ្យ បាត់ ថ ជ្រាប តឲ្យគាត់បាញ់ឲ្យគាត់ ចាក៏បាត់តាំងពីត្រឹមថ្ងៃនេះឯងមកបាត់រហូតខ្ញុំឆ្ងល់ឯងថាគាត់យកទៅធ្វើអី មើល Facebook គាត់សុំមើលទីបងគាត់ឈ្មោះអីគេគាត់ប្លុកបងលក្ខណៈមិនថាសុំឆែកមើលថាគាត់នៅលេងអីអត់ចឹងណា អាចក៏លោកប្លុកតាមអ្នកផ្ទះចឹងណាចុះមានអ្នកភូមិអីផ្សេងដែលគេស្គាល់ Facebook អី មើលសុំមើលតិចមើលបាទ Facebook របស់គាត់នេះប្រិមិត្តរបស់យើងគាត់មាន ឈ្មោះលាក់ បាទមើលសាក់សុំឆែកមើលនេះតិចណាប្រិមិត្តរបស់យើងណាហ្នឹងហើយតោះមកសួរ ចាហ្នឹងហើយចុះចង់ឲ្យថាគាត់មានមិត្តភ័ក្តិមានអីដែលបងឲ្យស្គាល់តែតោះ មានមិត្តភ័ក្តិសួរមិត្តភ័ក្តិក៏មិត្តភ័ក្តិថាគេអត់ដែរតាក់ទងគ្នាដែរ អូអត់ដែរ ថាវាប្លុកទាំងមិត្តភ័ក្តិ ប្លុកទាំងពុកម៉ែទៀត ចា ចុះសាហាវមែន ទោះបីតែក្មួយខ្ញុំបងប្អូនខ្ញុំចឹងក៏ប្លុកដែរវាអត់ឲ្យយើងតាក់ទងវាបាន ទៅបាត់ទៅនឹងឆឹងបាត់អ្នកផ្ទះអ្នកភូមិឲ្យចោលទាំងអស់ហ្មង ចាខ្ញុំថាអត់ទេរត់ត្រាតែតាំងថាកូនសុខសប្បាយអត់ឲ្យអត់កូនជាអត់កូនឯងប្រាប់ម៉ែថាកូននៅតាណាក៏មិនសប្បាយចិត្ត ចាចុះគាត់ដែរនិយាយមួយបងថាគាត់មានសង្សារមានអីហ៎ អត់ទេ អត់មានទៀត ណែអត់ទេគាត់មានគ្រួសារហើយ អូមានគ្រួសារហើយ មានហើយការបាន6ឆ្នាំកូនឡើង6ឆ្នាំដែរ អូ ចុះ គាត់មាន គ្រួ កូន សារគាត់នៅណាចា៎ គ្រួសារនៅផ្ទះខ្ញុំមកទីម្នាក់ឯង អូគាត់ ចា មានប្តីមានកូនហើយ មានប្តីមានកូន ចុះប្តី ហើយ គាត់តាក់តងទៅក៏អត់ចូលដែរ ប្តីក៏តាក់ទងអត់បានប្លុកទាំងផាន់ប្តីប្លុកទាំងលេខប្តីទាំងអីទាំងអស់ តែឆែកមើលអត់ដូចអត់ឃើញ account គាត់អ្នកបងប្អូនណាឲ្យឈ្មោះអាលាក់នោះ សង្ស័យគាត់ឈប់លេខ account ហ្នឹងឬក៏មិនឬក៏គាត់ដូរ account ផ្សេង ហ្នឹងហើយពួកដូចថាឈ្មោះអាលាក់នឹងច្រើនណាបងប្អូនពេលយើងឆែកទៅអត់ឃើញមាននេះរូបគាត់អីគាត់នឹងអត់ហ្មងពួកយើងអត់ឃើញមាននេះមែនមុខនេះមែនបង ចាមក អូឃើញគាត់ដូរ profile គាត់ដូរ profile ទៅនេះ ចា មិនបងថាបាត់ថ្ងៃទីម៉ានបាត់ តាំងពីថ្ងៃទី12 ខែ ខែ5 ចឹងហើយថ្ងៃទី12ខែ5នេះចូលមើល story របស់គាត់ណាបាទនឹងគាត់ផុសដូចចាស់ហ្នឹងថ្ងៃ12ខែ5ណាដូចអត់មាន សេអីអត់ ចុងក្រោយគាត់ share គាត់ដាក់ friend ណាគាត់អត់ដាក់នេះគាត់អត់ដាក់ public អីចឹងទៅ កាលពីមុនគាត់សៀអីគាត់សៀយើងឃើញដល់ពេលយូរទៅអត់ឃើញមានសៀអីទាំងអស់ គេដាក់ share តា only me ឬក៏អីឬក៏ដាក់តែ friend តែគេអាចចង់ឲ្យឃើញ ស្អាតមើលចូលមើល account របស់គាត់ស្អាតណាបងប្អូនរូបរាងទៅបីតការដូចស្លៀកពាក់ការតែងខ្លួនការអីហ្នឹងនិយាយចំទៅគឺស្អាតហ្នឹងហើយបាទនេះគឺឃើញដែរនេះរូបរបស់គាត់នេះមានពាក់អាវគាត់មានគាត់ទៅលេងដែរអីគាត់ថតមានទៅលេងអីមុខវាំងមុខអីក្មេងដល់ទៅ26ប្រិបត្តិរបស់យើងណាបាទហ្នឹងហើយចឹងឲ្យចុះចេះបងបើចាប់អារម្មណ៍ចេះបងកាលនោះថាគាត់ធ្វើការជាមួយនឹងខាងជនជាតិចិនកាលហ្នឹងជុំមានសួរទេកាលនោះថាធ្វើការផ្នែកអីគេជនជាតិចិនដំបូងហ្នឹង ខាងបោសសម្អាត ខាងបោសសម្អាតដែរ ចាខាងអនាម័យ តែជាមួយប្តីគាត់មានតលេងគ្នាណា អត់តលេងគ្នាទេសុំប្តីមកប្តីក៏គ្នាអុយមកដល់ពេលមកវាបាត់ឈឹងចឹងប្តីក៏គ្នា ប្តីយុគម៉ាន ប្តី30គាត់ 30គត់តែគាត់រៀបការគាត់ស្រឡាញ់គ្នាយើងក៏មិនទៅគាត់បង្ខំអីទេណា អត់មានបានបង្ខំអីទេគេស្រឡាញ់គ្នាពេញចិត្តរៀងខ្លួនក៏ការអីគេទៅអត់មានបានបង្ខំអីទេ ហើយចុះរបៀបថាបងជាម្ដាយតាក់ទងកូនផ្សេងតែជាមួយប្តីប្រពន្ធរបស់គាត់នេះគាត់ទេនិយាយគ្នាធម្មតាទេ ខំអត់មានទេផ្ដាច់ទាំងអស់ អត់ទេមុនបាត់ទេ ពីមុនបាត់គាត់តាក់ទងជាមួយខ្ញុំជាមួយប្តីគាត់តាក់ទងបានទាំងអស់ និយាយទៅពេលសាលាឆែកមើល account របស់គាត់ដូចនិយាយត្រង់របស់យើងការផុសរូបកាអីគាត់បើយើងមើលទៅអត់ដឹងថាគាត់មានកូនមានគ្រួសារដូចក្មេងយើងមើលទៅរបស់យើងក្មេង Gen Z គាត់ស្លៀកពាក់អីហ្នឹង ចា6 បានហ្នឹងហើយគាត់ស្លៀកពាក់អីធម្មតាដែលយើងមើលទៅដូចថាមិនដឹងអញ្ចឹងចុះគាត់ដែរផុសរូបកូនរូបប្តីអីក្នុង Facebook ដែរ អត់ដែរមានទេ តាំងពីមិនតន់មក តាំងពីមិនតាន់មកតាំងពីការរួចប្តីក៏មិនដែលផុសប្រពន្ធក៏មិនដែលផុសពីប្តីអត់ទាំងអស់ មិនថាមើល account របស់គាត់យើងមើលទៅដូចមនុស្សក្មេងធម្មតាពេលមិនយើងគាត់មានផុសអីយើងអត់ចាប់អារម្មណ៍អីទេហើយក៏មិន ប្តីក៏ដូចគ្នាដែរប្តីតាំងពីការរួចក៏មិនដែលដាក់រូបប្រពន្ធក៏តាំងពីការរួចក៏មិនដែលដាក់រូបថតដែរការអត់ដែរទេ តែចាំតែប្តីប្រពន្ធគាត់តំណាក់តំណងបែបហ្នឹងដែរឆ្លោះប្រកែកគ្នាដល់ថ្នាក់ចង់លេងលះអីហ៎ អត់ដែរមានប្រឆ្លោះគ្នាទេប្តីប្រពន្ធអត់ដែរមានប្រឆ្លោះគ្នាទេ អញ្ចឹងទៅពិបាកដែរ បាទហ្នឹងហើយប្តីអីក៏តាមុនក៏ធ្លាប់ទេទៅបន្ទាប់មកក៏មិនដែរទេហើយបាត់តំណឹងនេះសូនឈឹងនេះបងអូនស្រីហ្នឹងតែគាត់មានប្រាប់ថាគាត់ធ្វើការនៅម្ដុំណាបង មកសាធ្វើក្រុមហ៊ុនចិនមុនដំបងគាត់ធ្វើក្រុមហ៊ុនចិនមកសាមុនដំបងកោះពេជ្រ កោះពេជ្រ ចានៅកោះពេជ្រ តទៀត ដល់ពេលម្ដងទៀតក៏ដូរពីកន្លែងកោះពេជ្រហ្នឹងគាត់ថាមកនៅច្បារ7 ច្បារ7 ចា បាទហើយតទៀត គាត់ថាគាត់ធ្វើរោងចក្រនៅស្អីគេធ្វើរោងចក្រនៅកបូល រោងចក្រកបូលណាបងណា ចា បាទអញ្ចឹង3នេះហ្នឹងអាចុងក្រោយដែលថាបាត់តំណឹង ចុងក្រោយហ្នឹងបាត់ថ្ងៃរោងចក្រហ្នឹងចា ហើយចុះគាត់ចាប់ដើរបងផ្សាយលុយមកឲ្យហ្នឹងប្រហែលខែមក អត់ផ្ញើឡើង 6K ហើយចូល 6K ហើយ នេះតែតើបងចាប់ដើមផ្សាយលុយគាត់ចាយ ចាយ វិញ ផ្ញើកំពុងតែបងផ្ញើពីកំពុងខែ3ខែ4ហ្នឹងឯង អូអាសាគាត់អាសាទាលុយអត់ពេលហ្នឹង គាត់ភាសាហ្នឹងគាត់ទាលុយគាត់ថាគាត់ឈឺអញ្ចឹងក៏បងដាក់អុយទៅ50រៀលទៅ120រៀលអញ្ចឹងអញទៅដាក់ឲ្យកូនរហូត គាត់ថាគាត់បានធ្វើការធ្វើអីចឹងគាត់ឈឺ គាត់ឈឺព្រឹងប្រាក់ខែព្រឹងអីក៏ខ្ញុំមិនដែលស៊ូកូនដែរថាកូនធ្វើការបានអត់អីអត់ខ្ញុំមិនដែលស៊ូមិនដែលណាំទេ
អត់អីសួរទេ មិនតាំងពីមកពីធ្វើការគាត់ទៅលេងផ្ទះម្ដង អត់ទៅមួយឆ្នាំជាងហើយ អើយជាមួយប្តីប្រពន្ធតំណែងអត់ទៅសោះហ្មង អត់ទៅ ប្តីក៏មិនដែរឡើងមកលេង អត់ម៉ែកំដៃជួបអាប្តីកំដៃអត់តាំង ហើយកូនអីក៏គាត់មិនដែរទេទៅនិយាយអើយ ដូចថាវាអត់នឹកពីកូនអត់នឹកពីប្តីអត់ខ្វល់ពីម៉ែអញ្ចឹងណា នេះពេលបងប្រាប់ account ពេលឆែកទៅមើលមែនបងប្អូនការតែងខ្លួនដូចការអីរបស់គាត់អញ្ចឹងណាការតែងខ្លួនការដើរលេងពេលចូលមើលក្នុង story បាទព្រោះគាត់ add story អញ្ចឹងណាបាទពេលគាត់ add story អីអញ្ចឹងទៅការដើរលេងរបស់គាត់ការអីហ្នឹងបើយើងមើលទៅគឺដូចក្មេងចង់និយាយថាយើងមើលទៅថាក្មេងយុវវ័យធម្មតាអត់មានគ្រួសារអត់មានអីទេបាទណាអូនេះមើល add story នេះគាត់សិត add ថ្មីទៅបងប្អូននេះគាត់ដើរលេងអីនេះរូបនេះគាត់ដើរលេងដូចក្មេងចឹងមិនថាគាត់មិនទៅមានបញ្ហាអីតែគាត់ចង់ផ្ដាច់ទំនាក់ទំនងមួយគ្រួសារឆឹងហ្មងចឹងណាតែទូរស័ព្ទអីក៏តែមិនចូលដែរចឹងមិនសិនជាបងស្រីឈ្មោះលាក់ចា26ឆ្នាំមានម្ដាយឈ្មោះឡនជាអ្នករស់នៅខាងភូមិកាសាឃុំភូមិសង្វាតហ្នឹងឯងឃុំកាយ៉ែស្រុកស្ទងខាងកំពង់ធំចាជួយតែទៅមកផងពួកម្ដាយបារម្ភនេះគាត់ខំឡើងមកតាំងពីកំពង់ធំណាអូនណាដើម្បីមករើកូនមករើអីនេះឥឡូវបងមានអីចង់និយាយនេះទៅកាន់គាត់ទេថាលោកបានលឺម្ដាយលឺអីចឹងណាម៉ែចង់បានទេឲ្យកូនមកជុំនឹងម៉ែហើយបើឃើញម៉ែឲ្យកូនឯងទេមករួមម៉ែថាម៉ែប្របាក់ចិត្តណាស់សំខាន់កូនឯងយំរួមម៉ែរហូតពីលីងបានលោកបៃឡោអញ្ចឹងថាពុកខ្ញុំចង់បានប្អូនមួយទៀតពុកឆ្លើយថាកូនឯងទេទៅហៅម៉ែមកបើចង់បានប្អូនកូនឯងមករួមម៉ែមករកកូនមករកប្តីកូនឯងកុំឲ្យនៅស្ងៀមស្ងាត់ឲ្យម៉ែប្របាក់ចិត្តបាទកូនឯងដឹងហើយថាម៉ែមួយទៅកូនមួយទេកូនឯងដឹងហើយគ្មានឲ្យណាជួយថៃជួយមើលកូនណាកូនឯងគិតឲ្យវិញឆ្ងាយថាដែលកូនឯងផ្ដាច់តំណែងជាមួយប្តីជាមួយម៉ែហ្នឹងកូនឯងរមួយខុសក៏រួយកូនឯងក៏ត្រូវរមួយកូនឯងគិតពិចារណាម្ដងទៀតបាទគូណាទៅមករួមម៉ែម្នាក់នេះថាកន្សត់ប៉ុណ្ណារងៃម៉ែដេកមិនបានហូបមិនបានគូណាទៅកូនឯងគិតមករួមម៉ែទេមករួមម៉ែប្រាប់ម៉ែថាកូនឯងនៅតែនេះនៅតែនោះកូនឯងសុខសប្បាយអត់អីអត់អញ្ចឹងកូនឯងប្រាប់ម៉ែកុំឲ្យម៉ែរងចាំចឹងបានទេប៉ុណ្ណេះអីទេបាទចាអរគុណបងហ្នឹងហើយបងអរគុណហើយចាំយើងកាត់វីដេអូកាត់អីផុសក្នុង Facebook ណាបងបាទហ្នឹងហើយហើយផុសនៅក្នុង page ផុសរូបភាពបងអូនស្រីបន្ថែមចឹងណាបាទក្រៃលោកបានតំណឹងបានអីនៅណាបងចាបាទហ្នឹងហើយអរគុណបងអរគុណហ្នឹងហើយអរគុណបងអរគុណច្រើនចាំសម្លេងទូរស័ព្ទផងបងលោកបានតំណឹងអីចាំ ABC បើយើងតាក់ទងប្រាប់ចឹងណាបាទនេះទឹកចិត្តម្ដាយណាបងអូនស្រីគាត់ឡើងមកតាំងពីកំពង់ធំណាទូកំពង់ធំមកប្រកាសរើចឹងសិលាក់ណោះលាក់សិនជាបានលឺឬក៏មិត្តភក្តិអីស្គាល់អីចឹងទៅម្ដាយក៏គាត់ថានេះដែរសំខាន់ឲ្យដឹងថាកូននឹងណាដឹងកូនចឹងមិនបាត់ឆឹងឲ្យណាមួយកូនខ្លួនឯងណោះហ្នឹងហើយ6ឆ្នាំបងពេញគាត់ឲ្យស្រឡាញ់ហ៎នឹកម្ដាយបងប្អូនបើយើងពួកគាត់មកនេះដូចបងស្រីគាត់និយាយមួយឆ្នាំមកដែរទៅផ្ទះវិញផងមួយឆ្នាំជាងហើយតំណែងមួយប្តីមួយអីហ្នឹងក៏គាត់អត់ដែរទៅណាបងប្អូនណាបាទហ្នឹងហើយអរគុណចឹងបើសិនជាបងអូនគាត់បានលឺគាត់បានអីណាអាចតាក់ទងមកផងណាសូមដឹងព័ត៌មានអីចឹងណាបងប្អូនហើយក៏ដើម្បីឲ្យម្ដាយនឹងគាត់បានធូរចិត្តធូរអីផងដែរណាបាទហ្នឹងហើយតោះអរគុណចឹងបើសិនជាមានប្រិមណាស្គាល់គាត់ចាដោយរូបភាពដែលយើងបានដាក់ក្នុងការ live ហើយនឹងម្ចាស់សម័យខ្លួនតបានលឺហើយក៏អាចតាក់ទងមកកាន់ Visual ABC បើយើងបានតាមលេខទូរស័ព្ទ340 012 060 2310ចាអរគុណយើងសូមមកកាន់ហៅចំពោះឯកបណ្ដុំវត្តចំពោះឯកបាទនៅខាងភូមិសង្កាត់បៃថ្មីបាទភូមិកោះកបៃហ្នឹងព្រោះដោយសារតែមានចិត្តខាងគាត់គេថាឲ្យតែថ្ងៃអាទិត្យឡើងហ្នឹងគឺដឹងតែចាក់សម្លេងធំបាសឲ្យដាក់បែបសម្លេងហ្នឹងគឺវាលន់ខ្លាំងបាសធំហើយផ្ទះហ្នឹងផ្ទះបែបលក្ខណៈនៅជាប់គ្នាគាត់ថាកម្រិតប្រហែលជា5ម៉ែត្រអីទេហើយដាក់នៅក្តិលតែតាក់តមកមិញនេះក៏លឺសូនលន់ចូលដែរហើយគាត់សុំឲ្យខាងសមត្ថកិច្ចចុះទៅអន្តរាគមន៍បន្ថែមព្រោះគាត់ខាងខ្ញុំចឹងដែរទាំងអាទិត្យឡើងលន់បាភូមិតែគាត់ថាអញ្ចេះបើថាចាក់ល្មមអីទេតែគាត់ថាគាត់ពិបាកនៅថ្ងៃអាទិត្យអីត្រូវម៉ោងសម្រាប់ទៅអីហ្នឹងគាត់ចាក់តាំងពីព្រឹកដល់ល្ងាចហ្មងតែគាត់ចាក់តែគាត់មានកម្មវិធីផឹកស៊ីអីទេមានកម្មវិធីគាត់រកស៊ីលក់ដូរអត់ទេគាត់អ្នកលក់អ្នកដូរតែគាត់ថាឲ្យតែរៀងរាល់ថ្ងៃអាទិត្យដឹងតែគាត់មានកម្មវិធីហើយគាត់ចាក់សម្លេងរំខានហើយលឺខ្លាំងមែនមិញហ្នឹងហើយគាត់ធ្លាប់ប្រាប់ទៅមេភូមិគេចុះទៅអញ្ចឹងទៅគាត់រត់ចូលផ្ទះហើយគាត់រើអីវ៉ាន់គាត់បិទបាសហ្នឹងហ្មងបាទចាញ់ទៅទៀតមេភូមិចេញទៅទៀតហើយគាត់ថាមកទល់ថ្ងៃហ្នឹងនេះបាទមានមាត់តូចមាត់ធំដាក់គ្នាផងគាត់ថាតម្រង់បាសចោលផ្ទះគាត់ហើយគាត់ថាអញ្ចឹងសូមឲ្យអាជ្ញាធរជួយអន្តរាគមន៍ផងបាទនៅទីតាំងហ្នឹងគាត់ថាមេភូមិដឹងឲ្យស្គាល់ហើយគាត់ថាចុះទៅបន្ថែមទៅព្រោះគាត់បាននៅជាមួយបាទចាតែគាត់មាននេះដែរក៏មានដេអូហ៎មកទៅគេចាក់ធ្វើថ្ងៃឯងថ្ងៃយើងសម្រាប់តែពេលខ្លះបងប្អូនពេលខ្លះមែនណាមែនដូចគេលងនិយាយថាមែនតែអ្នកភូមិមួយថ្ងៃទេអ្នកភូមិខ្ញុំក៏អញ្ចឹងដែរមែនតែក៏ប៉ុតតែដល់ថ្ងៃសៅរ៍អាទិត្យគឺមកហើយចាថាបើយើងបើបែបលក្ខណៈថា
យកយល់យកចិត្តគេដាក់ចិត្តយើងឧទាហរណ៍ទាំងអ្នកចិត្តខាង តិចទៅយ៉ាងបីអីបើកលើមែន បាទហើយយើងមានមកមានពេលវេលាដែរចឹង ស្លាដែរថកមានអ្នកចិត្តផ្ទះគឺចាក់អង្គើប៉ាំងសីផ្ទះយើង បាទ អង្គើហ្ម អ ង ត់ទេដូចនេះដែរដូចសំណាងដែរនៅប្លុកកន្លែងផ្ទះស្រះអត់អីទេបងប្អូនយើងតាំងពីនៅមកដូចថាគាត់យល់ហើយយើងក៏យល់ដែរបងប្អូនយើងគាត់យូរម្ដងអាហ្នឹងគាត់ហើយគាត់ចាក់គាត់មានមកមានអីចឹងណាហើយគាត់ក៏មិនហ៊ានលឺពេកដែរអាហ្នឹងយើងអាហ្នឹងទៅសើចំណុចកន្លែងហ្នឹងមួយបងប្អូនយើងណាហ្នឹងពួកយើងយល់ទៅយល់មកសិតតែយើងសិនអ្នកធ្វើការ ចា សិនអ្នកធ្វើការដូចគ្នាបងប្អូនយើងគឺត្រូវការសម្រាប់គេត្រូវការអីឲ្យស្មាតទោសបងប្អូនយើងតែយើងមិនត្រូវគ្នាយើងឆ្លោះគ្នាអត់មានក្តីសុខទេបងប្អូនយើងពិបាកបងប្អូន ហើយអាឌឺដងគ្នាទៅមុខទៅ ឥឡូវយើងនិយាយមកទៅ stress កន្លែងធ្វើការមិនសូវត្រូវគ្នាកន្លែងធ្វើការផងអេហើយមិនទៅត្រូវគ្នាកន្លែងផ្ទះទៀតនោះឈឺក្បាលណាបងប្អូនណាអានោះបើយើងនិយាយទៅ ចាប់ម៉ោងធ្វើការទៅបានទៅដល់ផ្ទះវាសម្រាប់ទៅដល់ហើយហៅមាត់ឆ្លោះមួយអ្នកចិត្តខាង ដូចខ្ជិលបងប្អូននេះយើងដូចខ្ជិលមែនតើបើយើងថាបើយើងម្នាក់បើថាយើងខ្ជិលអារឿងបញ្ហាទាំងអស់ហ្នឹងយើងគិតថាវាបានអីមកក្តៅក្រហាយមែនតើឃើញមុខគ្នាឆ្លោះគ្នាថាអើយណា ហើយអ្នកចិត្តខាងតែពេលគាត់នៅផ្ទះជាប់គ្នាហើយឆ្លោះគ្នាតែជេរឆ្កែជេរមន់ជេរទៀនហ្នឹងក៏ជេរឌៀមដាមដែរ មែនតើនឹងបានក្តីសុខអីទេព្រោះយើងគិតសាប់ទៅស្រឡាញ់គ្នា គាត់មានតែគិតទៅណាគាត់ត្រូវតែឈ្នះចា ណាហ្នឹងហើយឥឡូវធ្វើមិនបងអញ្ចឹងនេះបងប្អូនហើយមិនខ្លាចតែបញ្ហាមួយទេអានឹងជួនកាលគាត់ទៅនិយាយកាន់តែឌឺហើយបើតែប្រាប់មេភូមិទៀតកាន់តែទៅទៀត នៅកាត់ធំហើយឡូឡាឌៀមដាមជេរមុខជេរក្រោយឌីលយើងជួនកាលដាក់មីក្រូជេរទេកុំបាន អត់ទេក៏ពិតមែនណាបងប្អូនអារម្មណ៍ដែលថាជួនកាលយើងចេញពីធ្វើការមកយើងហត់យើងនេះផងព្រោះការធ្វើការបងប្អូនយើងណាយើងហត់នៅជាមួយការងារយើងហត់នៅអីថាយើងចេញទៅបើថាក្ដុំក្ដាំងប្រិមិត្តសម័យមើលថាអារម្មណ៍យើងមិន បាទ stress ស្រួលទេចា ហ្នឹងហើយចឹងខ្ញុំជាចង់នៅខុនដូហ្នឹងបាទអាហ្នឹងវាយើងចង់និយាយថាវាវាស្ងប់បងប្អូនយើង ទេគេមាននេះគេច្បាស់លាស់គេអត់មានឲ្យយើងទេតែចាក់ក៏អត់មានលឺសំឡេងដែរមែនថាដូចថាយើងធ្លាប់ប្រើជីវិតនៅខុនដូបានមិនចេះដែរ អត់ទេមែនតើបងយើងដូចពេលខ្លះដូចចង់និយាយថាវាបើយើងអត់យល់គ្នាអញ្ចឹងបងប្អូនយើងថាខ្យល់ហ្មងយល់អារម្មណ៍នេះបងប្អូនបាទហ្នឹងច្បាប់សម្លេងរំខានហ្នឹងគេមានតែគាត់នៅស្រុកយើងអត់ស្អនុវត្តច្បាប់ហ្នឹងតែមានតាបើនៅស្រុកគេក៏អត់មែនដែរគឺគេប្តឹងលន់ហ្មងគាត់ថាឲ្យដែរចាក់សម្លេងរំខានតែយើងនៅក្នុងផ្ទះដើរក្នុងក្តាំងប៉ះពាល់ដល់អ្នកផ្ទះជាប់ក៏អត់មែនដែរហ្នឹងហើយត្រូវហ្នឹងគេហៅថាដូចវាត្រូវគ្រប់សិទ្ធិសេរីភាពគ្នាបាទយើងអត់មានយើងនេះយកយល់តែច្រើនតែពេកយកយល់តែពេកអត់ទេសាលានិយាយមិនពេកបងប្អូនយើងលើសដែលសង្កថាសុំខ្លាចបងប្អូនយើងណាហើយដូចថាមិនព្រមតលាក់ទេបើថាងាប់ហើយបើទៅត្រូវគ្នានឹងត្រូវបានស្អីលោកអើយស៊ីសាច់ខុតឈាមគ្នានៅហ្នឹងចាស្លាប់ទៅដិតបាត់រាងកាយអស់ហើយរំឃើញប្រឹងមានកូនការងារយើងណាមួយគាត់និយាយដូចឆាតែគាត់ធ្វើមិននៅបរិយណានោះបរិយជុំវិញផ្ទះគាត់ហ្នឹងលេងចាក់ម្ដងគ្នាហ្មងហើយគាត់នៅផ្ទះកណ្ដាលខ្ញុំចង់មានបញ្ហាស្ទះអារម្មណ៍មែនតើចាក់ឆ្វេងក៏ចាក់អាស្ដាំក៏ចាក់មកក៏ចាក់ក្រោយក៏ចាក់ឃើញដូចឥឡូវភិកច្រើនអញ្ចឹងមកបងប្អូនយើងឲ្យតែប្រាប់គឺថាដូចទទួលយកលេខបានហ្មងដូចងាងទៅរៀងដូចមិនទេដូចពិបាកនិយាយបងប្អូនយើងណាហ្នឹងមានតែច្បាប់របស់យើងមានវិធានការតឹងរឹងតាក់តឹងហ្នឹងតិចទៀតគេធ្វើបងប្អូនយើងខ្ញុំឃើញសំចិត្តបងប្អូននៅកន្លែងយ៉ាកន្លែងអីមកឲ្យផ្លឹម15បងប្អូនឡងច្រឡោះទៅវឹងញ៉ាធ្វើគេធ្វើទៅមែនតែនណាបងប្អូនយើងណានឹងអញ្ចឹងដល់តែគេនេះមែនតែនទៅយើងពោលតែបដ ாய் ទៅមែនបងប្អូនយើងច្រើនតែមានអារម្មណ៍ថាវាលើសបងប្អូនឈុលហ្នឹងហើយបាទម៉ាត់គេជួយបន្ថែមសាឡាចេញទៅវិញធ្វើកម្មវិធីជាមួយគ្នាអាចជួយបន្ថែមយើងត្រូវខ្លងត្រូវផ្លែយើងធ្វើកម្មវិធីណាបើវាចឹងមែនតែខ្លាចយើងវាស្រួលគ្នាអស់ហើយហ្នឹងបើយើងមិនដឹងមិនកើតស្រួលបើយើងនេះឲ្យមិនស្រួលយើងនេះធ្វើអីសិនអូខាតពេលវេលាទេត្រូវយើងមិនតែអង្គុយមកនេះស្រួលស្អីខ្ជិលណាត្រូវហើយមែនស្ប៉ុនស័របើយើងមកជុំទៀតចាយើងសូមអរគុណមកកាន់ផេកដងឆេ ABC បងប្អូនសម្រាប់តែគាត់ចង់បាននៅប្រេងដងឆេយកទៅឆាជៀនហ្វូមហូបជាប្រចាំថ្ងៃនេះបងប្អូនអាចជ្រើសយកប្រេងដងឆេ ABC បានព្រោះដោយសារតែអត់មានសារធាតុ trans fat ពេលដែលបងប្អូនឆាជៀនយូរបង្កទៅជាជំងឺមហារីកឬក៏ស្ទះសរសៃឈាមទេបងប្អូនចាអរគុណសូមបន្តឥឡូវសូមកាត់ឲ្យបន្តមីសិនហៅឡូជម្រាបសួរហ្នឹងទៅពេលមានហើយពួកអត់រៀបចាយមកគាត់យកទៅចឹងបងថាបកគោភ្លើងត្រេតណាបងណាអត់ទេបកគោភ្លើងសម្រាប់សូឡាបងភ្លើងបកគោភ្លើងសូឡាហ្នឹងគឺសម្រាប់បកគោភ្លើងអូហ្នឹងហើយបាទសូឡាហ្នឹងគឺមកក្រោមបាទបោកបានអញ្ចឹងខ្ញុំខ្លាចឲ្យខ្ញុំខ្លាចចាយឬមួយនៅណាមួយចង់បានចង់យកអញ្ចឹងណាអញ្ចឹងវាខ្លាចតែគ្រូអ្នកអីខ្លាចគេយកខ្ញុំទៅសួរ ABC ថាត្រូវឬថាបកគោភ្លើងហ្នឹងតើឲ្យប្រធានភូមិឬមួយឲ្យតលីអាហ្នឹងមានរើសឲ្យប្រធានភូមិហ្មងបងអីខ្ញុំមិនដឹងថាសម្រាប់ចិត្តមិនដើរមើលលើកង់វិញអីទេឲ្យប្រធានភូមិហ្មងក៏បានដែរបងហ្នឹងហើយឲ្យប្រធានភូមិហ្មងទៅបងនៅណាលើទីតាំងនៅណាបងទីតាំងចិត្តក្រែនភ្នំពេញបងចិត្តក្រែនភ្នំពេញណាបងណាបាទខ្ញុំក៏គាត់យកទៅខ្ញុំចង់យកទៅណាជាមួយខ្ញុំចង់តាមមើលបើនេះខ្ញុំទីកាត់បាទអត់ព្រោះអានោះសម្រាប់ផ្លូវបងពីចឹងដល់យើងចឹងយើងប្រជាពលរដ្ឋរបស់គ្នាយើងជួយថែរក្សារបស់គ្នាដល់ពេលហ្នឹងហើយបានផ្លូវអីយើងធ្វើដំណើរពេលយប់ពេលអីស្រួលចឹងណាបាទទៅយើងអត់ដាក់អាចទៅកណ្ដាល
បាទបងបាទអរគុណហ្នឹងហើយមិនបែរចឹងហ្នឹងអរគុណបងអរគុណសម្រាប់ការផ្ដល់ព័ត៌មាន បង មក ក៏ចាត់តាមកង់3មិនឃើញលើកណ្ដឹងឡើងដាក់កង់3ហ៎ចា បាទហើយបានភ្លឺផ្លូវបានអីចឹងទៅបងប្អូនយើងណាអរគុណដល់បងដែលគាត់បានទៅទៅ ABC ហ្នឹងបើថានៅចិត្តហ្នឹងមានប៉ុបលីយើងឲ្យប៉ុបលីក៏បានមានភពអីក៏បានដែរណា ព្រោះគាត់បារម្ភខ្លាចថាមានអ្នកចាយឬក៏ណាគេយកទៅលក់អីចឹងបាទហ្នឹងលក់បានថ្លៃណា អូយកទៅប៉ោះហ្នឹងហើយហ្នឹងហើយ ឲ្យចា អរគុណ អរគុណប្រិមស្ដាប់បើយើងចឹងយើងសូមមកកាន់ផលិតផលបើយើងមួយជុំទៀតអរគុណមកកាន់ពេញដងឆាសម្រាប់ដល់បងប្អូនដែលគាត់ខ្សែឆាជៀនជាប្រចាំចង់បានប្រភេទប្រេងដងឆាយកទៅឆាជៀនដែលអត់មានសារធាតុ trans fat ដែលបង្កទៅជាជំងឺមហារីកខ្លាញ់របេះដូងឬក៏សរសៃឈាមអាចសាកបានជាមួយនឹងប្រេងដងឆា ABC បងប្អូនមក10ចំណុះ1លីត្រតម្លៃ$8ចា បាទបន្តទៀតនោះគឺទឹកភីជា ABC ប្រិមិត្តរបស់យើងណាបាទសណ្ដែកសៀងដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនយើងដែលល្អសម្រាប់សុខភាពរបស់លោកអ្នកផ្ទាល់តែម្ដងប្រិមិត្តណាបាទសណ្ដែកគឺជាភេទធញ្ញជាតិដែលប្រភេទហ្នឹងគឺយើងញ៉ាំ 10% អីចឹងណាបងប្អូនដើម្បីជួយទៅដល់សុខភាពបាទរាងកាយបាទរបស់លោកអ្នកបានយ៉ាងល្អតែម្ដងបាទជួយសាងសាច់ដុំមានធម៌ពលជួយដល់ភ្នែកបាទជួយផលិតក្រូចឈាមក្រហមការពារពីជំងឺផ្សេងៗបានយ៉ាងល្អតែម្ដងប្រិមិត្តរបស់យើងណាចឹងមកដល់5000រៀលបងប្អូនយើងចង់ញ៉ាំម្ដង2ដបអីប្រិមិត្តរបស់យើងអាចអញ្ជើញចូលទិញបាននៅគ្រប់សាលាចែ ABC ឬក៏សាលាបាក់បោ ABC ប្រិមិត្តណាចង់បាត់ដុំនឹងរៀលលេខទូរស័ព្ទ081 850 950ឬក៏លេខពូយើងទាំងពីរនាក់ណា ចាយើងក៏មាននឹងកសម្រូបដែរបងប្អូនសម្រាប់កសម្រូប ABC ទៅនេះជូនថា Connect 100%ព្រោះយើងអត់មានប្រើប្រាស់នៅជីគីមីដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពទេយើងប្រើប្រាស់ជីអេត្រីដែលចិញ្ចឹមនៅក្នុងស្រែនឹងហ្មងហើយសម្រាប់កសម្រូបផ្ដល់នៅអាហារូបត្ថម្ភក៏ដូចជាសារធាតុដែលមានប្រយោជន៍សម្រាប់រាងកាយច្រើនមួយទៀតអ្នកដែលគាត់មានបញ្ហាជំងឺទឹកនោមផ្អែមអ៊ំពុំមានញ៉ាំកសម្រូបអត់ធ្វើឲ្យកម្រិតជាតិស្កររបស់យើងឡើងដូចកសធម្មតាទេហើយញ៉ាំចាប់ឆ្អែតទៀតមួយថង់ទម្ងន់5គីឡូតម្លៃ$15សម្រាប់ករបស់ ABC ហើយយើងក៏មាននៅភេទល្ងដែរបងប្អូនសម្រាប់ប្រេងល្ង ABC បងប្អូនញ៉ាំជាប្រចាំទៅវាជួយថែទាំក៏ដូចជាបំពន់ទៅដល់បញ្ហាសាឡាក់ឆ្អឹងរបស់យើងការពារកុំឲ្យយើងមានបញ្ហារលាកសាឡាក់ទៅថ្ងៃខាងមុខជួយពង្រឹងប្រព័ន្ធការពាររាងកាយហើយសម្រួលដល់ប្រព័ន្ធបរិហារនិងសម្រួលដល់ការបាត់ជើងធ្វើឲ្យស្បែករបស់យើងទន់មានសំណើមជួយដល់សរសៃស្អកខ្មៅរលោងទៀតសម្រាប់ប្រេងល្ងខ្មៅមួយដបតម្លៃហ្នឹងគឺ$15ហើយយើងក៏មាននៅម្សៅខ្ញីដែរបងប្អូនសម្រាប់ម្សៅខ្ញីនេះបងប្អូនចង់ញ៉ាំជាមួយទឹកក្តៅជាប្រចាំវាជួយទៅលាងជាតិពុលក្នុងឈាមសម្រួលប្រព័ន្ធផ្លូវដង្ហើមអ្នកដែលគាត់មានបញ្ហាក្អកផ្ដាសាយឈឺកដាក់ខ្យល់មិនសូវស្រួយនេះបងប្អូនអាចសាកជាមួយនឹងម្សៅខ្ញី ABC បានហើយវាជួយទៅជំរុញការរំលាយអាហារបានល្អទៀតចង់ញ៉ាំជាមួយទឹកក្តៅបានបងប្អូននេះមកកំប៉ុងតម្លៃ$10ហើយយើងមានជាប្រភេទខ្ញីទឹកឃ្មុំក្រូចឆ្មានេះបងប្អូនទិញសកួរដាក់ក្នុងផ្ទះទៅមើលតែមានអារម្មណ៍ថារៀងអត់សូវស្រួលដូចពុលចំណីពុលអីមានបញ្ហាឡើងសម្ពាធឈាមឬក៏អ្នកដែលគាត់រៀងញ៉ាំស្រាច្រើនចង់មិនសាបជាស្វឹងអីអាចឆុងជាមួយទឹកក្តៅញ៉ាំបានមក10តម្លៃ$15 បាទម្សៅរំដេងបងប្អូនយើងនេះជួយរំដេងនេះជួយទៅដល់សុខភាពបានច្រើនមែនតើទាំងដូចប្រភេទអសតបារាំងដូចជាគ្រឿងទេសផងដែរបងប្អូនយើងស្លស្រុកដូចសម្លនៅក្នុងការដូចយើងស្លដាក់ម្ដេងដូចទូគ្រឿងជូរអីហ្នឹងបងប្អូនយើងនឹងដាក់បានដែរប្រិមិត្តរបស់យើងណាស្ងោរត្រីស្ងោរអីនឹងឯងបងប្អូនយើងណាឬក៏យើងដាក់បន្លាសាច់ដាក់អីហ្នឹងគឺកាត់ឆ្អាបហើយសំខាន់ឈ្ងុយបងប្អូនយើងណាបាទហ្នឹងហើយឬក៏យើងញ៉ាំជាប្រចាំមកជួយទៅដល់សុខភាពច្រើនណាស់បងប្អូនយើងរំដេងនេះផ្ដោតសំខាន់ទៅលើការការពារការកាត់ផ្សិតនៅក្នុងរាងកាយរបស់លោកអ្នកមិនថាក្នុងពងកស្លាបវីរុសក្នុងក្អមមាត់ដូចជានៅក្នុងពោះវៀនធំបាទជួយដល់ប្រព័ន្ធផ្លូវដង្ហើមប្រិមិត្តរបស់យើងដូចជាបញ្ហាជំងឺហឺតបាទក្អកក្អួតអីនឹងឯងប្រិមិត្តដូចផ្ដាសាយព្រោះដោយសារតែរំដេងហ្នឹងគឺរសជាតិហើយក្លិនអីហ្នឹងគឺស្តៀងជាមួយនឹងខ្ញីដែរអញ្ចឹងណាបងប្អូនហើយប្រសិទ្ធភាពវាហ្នឹងគឺជួយបាត់ទាំងអស់ហ្នឹងមិនថាស្លេសមិនថាមានកំហាកាត់បន្ថយស្លេសបន្ថយអញ្ចឹងទៅនឹងគេអាចឆុកញ៉ាំទៀតដាក់ជាមួយក្រូចឆ្មាហើយដាក់អំបិលមកបន្តិចទេបងប្អូនហើយដាក់ម្ដេងហ្នឹងទៅនៅវាកាត់ស្លេសកាត់អីកំហាអីហ្នឹងគឺបានសន្លះកល្អមកប្រិមិត្តណាហើយជួយដល់ប្រសិទ្ធភាពឈាមណាឲ្យឈាមនៅក្នុងខ្លួនរបស់យើងរត់បានស្រួលឲ្យស្ត្រីមករដូវបានទៀងទាត់បងប្អូនយើងណាហើយជួយបង្កើនគ្រាប់ឈាមសម្រាប់ស្ត្រីដែលគាត់សម្រាប់កូនឲ្យដែរបងប្អូនហើយជួយដល់ប្រព័ន្ធប្រសាទជំនួយទៅដល់ស្បែកបងប្អូនយើងណាបាទថ្ងៃហ្នឹងគឺបានមកចប់តែម្ដងសម្រាប់រំដេងនេះគឺល្អសម្រាប់សុខភាពជាប្រភពរបស់ខ្មែរយើងចឹងបើថាគ្រឿងទេសស្លបងប្អូនយើងណាយើងមិនចាំបាច់ចាំបាច់ប្របាក់ទៅដករំដេងអីបងប្អូនយើងណានាំតែថាលោកដកទៅកាប់មកក្រោយអីចឹងទៅណាបាទហ្នឹងហើយចឹងគឺរំដេងតាមធម្មតាមិនទាន់ដុសរំដេងបងប្អូនយើងណាបើកម្រិតព្រឹបស្លដាក់ភ្លាមប្រឡាក់សាច់អីដាក់បន្តិចក្នុងនងទៅបងប្អូនយើងណាបាទឬក៏ថារឿងផ្ដាសាយអីបាទជើផ្សៅរំដេងមកដាក់ឆុងមួយទឹកក្តៅដាក់ក្រូចឆ្មាបន្តិចអំបិលបន្តិចទៅស្វាងចាស់ពួកយើងឆ្លាស់កល្អហ្មងណាចាំមកកំប៉ុង$10ពួកយើងជួយទិញផងប្រិមិត្តណាចាហើយយើងក៏មាននៅសាប៊ូដុំប្រេងដូងរបស់យើងដែរជាប្រភេទសាប៊ូធម្មជាតិសាប៊ូនេះបងប្អូនចង់ដោះមុខក៏បានដោះខ្លួនក៏បានដែរព្រោះវាអត់មានសារធាតុកាត់ដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែករបស់យើងទេអ្នកដែលគាត់សាឡើងកទួលរមាស់រោលអីឡើងមុនខ្នងនេះបងប្អូនអាចសាកដកបានម្ដង$6500ហើយយើងក៏មាននៅសេសាមីន ABC របស់យើងដែរបាទជិះបានបន្ថែមបាទជិះបានបន្ថែមបរិមាណល្ងខ្មែរគុណ10បាទចូលវិញពួកយើងជួយទិញផងប្រិមិត្តណាបូករួមជាមួយនឹងការផលិតតាមបែបវិទ្យាសាស្ត្រទំនើបរបស់ប្រទេសជប៉ុនអញ្ចឹងពួកឲ្យគុណភាពរបស់សេសាមីន ABC កាន់តែល្អជាងមុនទ្វេដងប្រិមិត្តណាដែលយើងផ្ដោតសំខាន់ទៅលើជំងឺធ្ងន់ធ្ងរលក្ខណៈរ៉ាំរ៉ៃយូរឆ្នាំរបស់ពួកយើងបាទញ៉ាំអីមិនបាត់ញ៉ាំអីមិនធូរប្រិមិត្តអាចញ៉ាំបានជាមួយនឹងសេសាមីន ABC ចឹងឯកទេសរបស់ពួកយើងណាពាក់ព័ន្ធជាមួយនឹងបញ្ហាដូចជាពុកឆ្អឹងស្ពោតឆ្អឹងដុំសាច់ដុំខ្លាញ់ឬក៏គីសរបស់ពួកយើងណាមិនថាគីទឹកគីខ្លាញ់ឬក៏គីសាច់នោះទេឈឺស្លាកលក្ខណៈរ៉ាំរ៉ៃយូរឆ្នាំបាទគៀបតសៃស្វិតតសៃខ្សោយសាច់ដុំបាទចុករយស្ពឹកស្ពន់ដៃជើងឯនេះបងប្អូនណាចឹងគឺលោកអ្នកអាចញ៉ាំបានជាមួយនឹងសេសាមីន ABC បងប្អូនបាទឈឺចកេះអីនេះអាយុយើងច្រើនបងប្អូនយើងចាប់ផ្ដើមប្រឈមមកឬតសៃគៀបតសៃចកេះអីហ្នឹងបងប្អូនអូឈឺគេថាយ៉ាងតែរុនតែរៀបបងយើង